បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះមកទៀតហើយបាទមកថតក្តាប់ត្រេនឲ្យបងប្អូនមើលទៀតបាទចឹងក្តាប់ត្រេននេះមានអាយុ20ថ្ងៃជាងហើយជិត30ថ្ងៃហើយដើមនេះមានអាយុ4ឆ្នាំជាងថា5ឆ្នាំថ្ងៃនេះមិនចង់ថតដោយសារយើងទំបាញ់ម្ចាស់ត្រួយដោយសារវាមានចេញត្រួយណាចឹងយើងបាញ់ម្ចាស់ត្រួយវាព្រោះដោយសារវាឃើញថាវាមករៀងផេឲ្យហេតុណាហើយនេះមួយដើមនេះខ្ញុំតែងបើនិយាយតែងក្តាប់តែ2ដងហើយមួយដើមនេះផ្លែបើសរុបតាំងតែងវាខ្ទង់ជា300ក្តាប់ជាង300គ្រាប់ណាតែយើងតែងទុកវាសឹមយើងអត់ទាន់អាចតែងទាំងអស់ភ្លាមទេហើយគុណភាពនៃការតែងក៏យើងមើលដែរយើងមើលទុកណាស្អាតណាទុកណារៀងមូលណាហើយណារៀងកាទៀទូករៀងខ្វេអីយើងកាត់ចោលទៅព្រោះបើកាលណាយើងអត់កាត់វាអាចនឹងទាញអាក្តាប់ដែលល្អណាហើយក៏វាធ្វើឲ្យក្តាប់នឹងវាទាញរៀងគ្នាអត់សូវស្អាតណាអញ្ចឹងពាក់នៃការតែងនេះសំខាន់ដែរយើងត្រូវតែងឲ្យបានស្អាតព្រោះយើងមិនអាចទុកទាំងអស់ទេមួយដើមនេះ300ក្តាប់ជាងយើងអត់អាចទុកវាទាំងអស់ទេយើងនឹងទុកវាត្រឹមតែ30ឬក៏40ផ្លែទេហើយបងប្អូនចង់ទុកប៉ុន្មានទុកទៅនេះវាដោយសារការតែងក្តាប់ហើយក៏វារៀងផ្លាយដែរដោយសារវាស្រូបអាហារបានលឿនណាវាស្រូបអាហារបានលឿនវាអាចធ្វើឲ្យក្តាប់នឹងរីកលឿនអញ្ចឹងអាយុកាលនៃការដាក់ជីហ្នឹងគឺដាក់4ដងទៅដំណាក់កាល30ថ្ងៃពី13 14ថ្ងៃមក30ថ្ងៃដាក់ម្ដងពី30ថ្ងៃទៅ45ថ្ងៃយើងដាក់ម្ដងទៀតទៅពី45ថ្ងៃទៅ80ថ្ងៃយើងដាក់ម្ដងទៀតទៅហើយយើងដាក់ជីសាច់ស្អាតសាច់ល្មួតទៀតទៅយើងថែមទៅហើយឃើញថានៅពេលដែលយើងតែងហើយវាក្តាប់វាដែលវាមានកម្លាំងជាងគេគឺវាលូតមុនគេណាវាលូតមុនគេវារីកលឿនណាអញ្ចឹងឆ្នាំនេះបានប្រហែលជាបានដើមហ្នឹងទេព្រោះតរ៉េនយើងតិចដែរបានក្តាប់ខ្លះក៏រីកលឿនខ្លះក៏វាតាមដំណាក់កាលវាអញ្ចឹងណាវាដោយសារយើងទំបាញ់ប្រចាស់ត្រួយស្អាតវាមានត្រួយមកណាដោយសារស្លឹកវាច្រើនឆ្នាំនេះស្លឹកច្រើនយើងធ្វើថែស្លឹកវាបានល្អណាធ្វើស្លឹកបានល្អអីនៅអត់តាន់ធៀវទេខ្លះក៏បានតែងខ្លះក៏មិនតាន់បានតែងមើលក្តាប់ដូចថាកាលណាយើងដាក់ទឹកឲ្យបានច្រើនក៏វារីកច្រើនដែរក្តាប់ត្រេនពាក់ព័ន្ធនឹងក្តាប់ត្រេនបាទអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នេះទេបាទសូមអរគុណ